សួស្តីខ្ញុំនឹងធ្វើការបង្ហាញក្នុងការបង្កើត file និងសរសេរអ្វីមួយចូលក្នុង file របស់យើងហើយនឹងធ្វើការបង្ហាញhostname computer device របស់យើងហើយនឹងការ remove file របស់យើងដែលយើងបានបង្កើតហ្នឹងហើយនឹងលុបfile directory ឬក៏ folder របស់យើងហើយនឹងបង្កើតលុប file ដែលនៅក្នុង directory នោះចេញតែម្ដងទាំងអស់មិនបាច់លុបម្ដងមួយហើយនឹងការ clear screen ហើយនឹងបន្ទាប់មកយើងនឹងធ្វើការបង្ហាញ hard drive ក្នុងការ memory យើង CPU យើង hard disk របស់យើងប្រើម៉ានអញ្ចឹងហើយនឹងក្នុងការបិទការ run អ្វីមួយដែលវា run នៅក្នុង CPU របស់យើងដើម្បី save space របស់យើងឥឡូវយើងនឹងធ្វើការបង្ហាញទីមួយឥឡូវខ្ញុំធ្វើការភ្ជាប់រួចរាល់ហើយរវាងcomputer main computer និងvisual Ubuntu server របស់យើងដែលនៅក្នុងVisual Box ឥឡូវខ្ញុំនឹងធ្វើការ step by step ឥឡូវយើងនឹងធ្វើការឆែកមើលយើងជាណាគេយើងឈរនៅក្នុងhost root របស់យើងឈ្មោះជូយ៉ាម៉ាតាហើយយើងឈរទីតាំងណាយើងmachine name យើងឈ្មោះគេ host name ឈ្មោះYamata CY Ubuntu ចាំមកយើងធ្វើការបង្កើតfile របស់យើង touch file name .tat ហើយបង្កើតហើយយើងធ្វើការ check តើមានអត់នេះមាន file name touch tat ឥឡូវយើងនឹងធ្វើការcheck មើលទៀតតើវាមិនទៀតនេះ clear ចេញដោយប្រើ command clear វានឹង clear អ្វីដែលយើងរានមុនហ្នឹងកុំឲ្យវាទៅផ្នែកញ៉ៃឥឡូវយើងធ្វើការសរសេរអ្វីមួយចូលទៅក្នុង file ដែលយើងទៅបង្កើតហ្នឹងfile name.tat ហើយចូលហើយយើងចង់សេគេចូលយើងសេថា c-touch welcome svp.6 welcome ហើយយើងធ្វើបង្ហាញ am Yamata add IT manager add ABC bank ទៅមក I am ចងទៅឧទាហរណ៍ទៅមក add student c-touch with year 3ឥឡូវយើងធ្វើការសរសេរហើយអញ្ចឹងយើងធ្វើចង់ save យើងត្រូវមួយណាចំណុចមួយណាយើង save នេះគឺការចេញ Ctrl X យើងធ្វើការ save វាឥឡូវយើងCtrl plus X មក reload ទៀតសួរថាយើងចង់ modify buffer នឹងអត់អញ្ចឹងយើងចុច yes បើយើងអត់ចង់ចុច yes ទេចុច no បើយើងចង់ cancel ក៏បានដែរដល់យើងចុច y ការ save ឥឡូវយើង save ហើយតមកយើងចង់ចេញយើង Ctrl C មកយើងតបយើងបានបង្កើត file ហើយយើងនឹងសរសេរអ្វីចូលក្នុង file ឥឡូវយើងចង់ run វាតែយើងចុចប្រើ command គេឥឡូវយើងប្រើ command cat នឹងការ run file ហ្នឹងយើង cat
file name.tat នេះវាចេញមកហើយដូចវាយើងស្អីចឹងctext webcam sv 2.6 str តន្តែដូចអ្វីដែលយើងបានសរសេរនៅក្នុងfile name.tat ហ្នឹងតើមកយើងចង់ធ្វើការ remove file ហ្នឹងចាញ់ឥឡូវយើងនឹងធ្វើការ remove file ហ្នឹងយើងចុចrm file name.txt អូខេតែយើងrun ចឹងទៅវាអត់បង្ហាញថាយើងបាន remove វានៅទេតែឥឡូវយើង check មើលសិនបានដែរតែឥឡូវយើងចង់បង្កើតវាម្ដងទៀតដើម្បីចង់លុបវាម្ដងដាក់វាដើម្បីឲ្យវាបង្ហាញថា file យើងបានលុបហើយដើម្បីឲ្យតែលុបហើយវាស្ងាត់ជ្រាបចឹងយើងយ៉ាងបាក់ដែរហើយយើងធ្វើបង្កើតវាម្ដងទៀតហើយឥឡូវយើងធ្វើការលុបវាតែយើងត្រូវថែមពាក្យថា we នេះវាបង្ហាញថា remove file name.txt មានន័យថាវាបាន remove ហើយ clear ចេញឥឡូវយើងចង់ធ្វើការ remove directory របស់យើងតែមានឈ្មោះថា folder name ឥឡូវយើងធ្វើការបង្កើតfolder name នោះសិន make directory folder name s នេះ folder យើងហើយយើងសាកធ្វើការតេស្ត remove folder ហ្នឹងហើយដំបូងតាម step ដំបូងសិនឥឡូវយើងដំបូងទៅយើងធ្វើការ cd មុនសិន cd ក្នុងការចូលថយក្រោយឬទៅមុខឥឡូវយើងចូលcd folder name ហ្នឹងហើយយើងទៅបង្កើតមកហ្នឹងឥឡូវចូលហើយយើងចូលអាណាឥឡូវយើងឆែកមើលយើងចូលទីតាំង name root ចាំតាជួ folder ដែលយើងទៅបង្កើតយើងកំពុងតែចូលនៅ folder name ឥឡូវយើងក្នុងការចង់cd មកក្រោយមក step មកក្រោយវិញឥឡូវយើង cd step មកក្រោយវិញយើងឆែកមើលចូលទីតាំងណាតែបើយើងចង់មក default វិញយើង cd តែម្ដងមកវាមក default មកវិញមកមានណា file ពីម៉ានដែលយើងចូលជ្រៅទាំងម៉ានយើងមកទៅរងដាមមកវិញចូលនៅក្នុង c name how និងroot name របស់យើងយ៉ាមតាជួយ៉ាមតាឥឡូវយើងចង់ធ្វើការ remove folder ហ្នឹងចេញពី file ហ្នឹងឥឡូវយើងធ្វើការ remove វាលោកនេះធ្វើតេស្តក្នុងការ remove directory name វា remove ហើយឆែកមើល remove ហើយតែឥឡូវយើងចង់បង្កើតតេស្តបង្កើតវាដើម្បីពេលដែលយើងលុបហ្នឹងធ្វើការបង្ហាញវា directory remove អត់វិញនេះវាបង្ហាញថា remove ចុចវា remove ឥឡូវយើងធ្វើការបង្កើតនឹង write ចូលយកហ្មងបាច់យើងបង្កើតម្ដងហើយម្ដងទៀតអញ្ចឹងយើងធ្វើការ nano file name.txt នេះចូលទៅយកហ្មងវាបង្កើតឲ្យចូលយកហ្មងបាច់យើងសរសេរ comment ដែរចង់ដែរឥឡូវយើងធ្វើការសរសេរតិច welcome I am Chu Yamata student
Citec year 3 semester 3 semester 2 group SV 2.6 course Linux lecture Linux 1ហើយយើងធ្វើការសេចហើយឥឡូវយើងធ្វើការ cell control x មកយក y ហើយយើង control c ចុច x ដើម្បី x ដើម្បីចេញចុច cancel វិញហើយយើងធ្វើការ test run file មួយហ្នឹងfile ហ្នឹងបានបង្កើតហើយយើងក៏សរសេរអ្វីចូលក្នុងក្នុងហ្នឹងហើយដែរហើយយើងធ្វើការ test វា run មើលតើវាមាននៅក្នុងហ្នឹងអត់cat file name.txt នេះចេញមកហើយឥឡូវយើងធ្វើការចង់ធ្វើការ copy file ហ្នឹងចូលទៅក្នុងfolder ផ្សេងទៀតដោយយើងធ្វើប្រើពាក្យថា command source ដែល destination ទីតាំងដែលយើងចង់ save ហើយយើងធ្វើការដំបូងយើងអត់តមានយើងធ្វើការលុប file ហើយឥឡូវយើងធ្វើការបង្កើត file នឹងត្រឡប់វិញ file make directory folder name ls ឥឡូវយើងធ្វើការ copy វាឈ្មោះ file យើងហើយនឹង directory file របស់យើងដែលយើងចង់ save location destination ឥឡូវយើងធ្វើការ check ls folder អានេះយើង check ផ្ទាល់ហ្មងបាច់តែយើងចូលទៅក្នុង CD អីទេអានេះចូលក្នុងយកហ្មងបង្ហាញពី file នៅក្នុង folder name ហ្នឹងមានគេមាន file name អញ្ចឹងវាមានរបៀបពីរក្នុងការចូលទៅយើងចង់ CD ចូល folder ហ្នឹងហ្នឹងក៏បានដែរហើយនឹង ls វាចេញដូចគ្នា this set យក CD យកតែម្ដងក៏បានដែរហើយយើងនឹងធ្វើការ move file ហ្នឹងទៅ file ផ្សេងទៀតន័យថាយើងចង់បដូរឈ្មោះ file ហ្នឹងមានន័យថា move បដូរឈ្មោះ file ហ្នឹងទៅឈ្មោះ file ផ្សេងទៀតឥឡូវនឹងបដូរឈ្មោះ file ហ្នឹងទៅជាអ្វីដែលយើងចង់បាន name.txt list ឈ្មោះ file យើងនេះឈ្មោះ file original យើងនេះឈ្មោះឬ default យើងឥឡូវចង់ដូរទៅឈ្មោះ file ថ្មីយើង svp ចុច6.txt ហើយធ្វើការបង្ហាញនេះវាបានបដូរនៅក្នុងហ្នឹងហើយលើ CD មកក្រោយវិញបង្ហាញ
ឥឡូវយើងចង់ធ្វើការ copy អឺពី copy នេះពី file នេះចូលទៅក្នុង file directory name នេះចូលផ្ទាល់ហ្មងឥឡូវយើងធ្វើការ cp file name.txt folder name វប់ successful យើង clear ចេញហើយធ្វើការ show អ្វីចូលមួយយើងថាធ្វើការហើយហើយមកធ្វើការបតេស្តបន្ទាប់មកយើងនឹងធ្វើការតេស្តដូរឈ្មោះ file ដែលយើងបង្កើតហ្នឹងទៅជា file បន្ទាប់មកដែលយើងចង់ដូរឥឡូវធ្វើការតេស្តដូរថ្មីម្ដងទៀតទៅកាន់ file យើងមុនហ្នឹងយើងសាកធ្វើតេស្តម្ដងទៀតតែវាអាចបដូរនៅ file ផ្សេងទៀតបានអត់SV6 ចុច TXT ចុចមើលវាធ្វើបានធ្វើការផ្លាស់ប្ដូរហើយយើងធ្វើការ run file ដែលយើងទៅផ្លាស់ប្ដូរហ្នឹងតែវាមានបាត់បង់អ្វីនៅក្នុងនោះអត់ដូចគ្នាវាអត់មានការផ្លាស់ប្ដូរវានៅដដែលឥឡូវយើងចង់ remove file មួយហ្នឹងចេញពី location មួយហ្នឹងហើយធ្វើការ remove .v .sv 26.txt នេះវាបង្ហាញហើយការលុបចោលហើយ clear យើងចូលនៅទីម៉ាស៊ីនយើងឯគេចំហៀងបន្ទាប់យើងនឹងធ្វើការ remove directory folder ដែលយើងបានបង្កើតហ្នឹងដែលមានឈ្មោះថា folder ណាហ្នឹងចេញពីរបស់យើងឥឡូវយើងធ្វើការ remove តែមើលតែយើងអាច remove វាបានអត់បានទេ error មានបញ្ហាភាសាអីភាសាវាមាន file នៅក្នុងហ្នឹងអញ្ចឹងយើងអាចលុបវាកើតទេអញ្ចឹងបើយើងលុបត្រូវចូលលុបម្ដងមួយអញ្ចឹងបើយើងអត់ចង់លុបវាម្ដងមួយទេយើងមានជំហានដែលយើងអាចលុបវាម្ដងចេញហ្មងឥឡូវយើងសាកធ្វើតេស្តអានេះវិញfolder remove folder name នោះក៏កើតដែរកើតដូចគ្នាតែយើងនឹងធ្វើការលុបម្ដងលុបទាំងអស់ចេញពីក្នុងនោះម្ដងឥឡូវយើងធ្វើការ remove v .ov .folder name នេះ remove ទាំងអស់ remove file របស់យើងចេញពីហ្នឹងSV2.6 txt file name txt folder លុបចោលអស់ directory អីលុបអស់មកហើយយើងធ្វើការ check តើមានអត់មានទេវាបាត់ទៅអស់ហើយជំហានបន្ទាប់យើងនឹងធ្វើការ
check មើលmemory នឹងmemory hard drive យើងនិងRAM របស់យើងនិង CPU ឥឡូវយើងធ្វើការcheck មើល CPU យើងls CPU តាមម្ដងនេះចេញមកហើយព័ត៌មានCPU របស់យើងមកទាំងអស់ហ្មងនេះជាទំហំម៉ាន core CPU ដែលយើងមានចំនួន3នេះឥឡូវជំហានបន្ទាប់យើងធ្វើការ check ទំហំដែលយើងfile ដែល run នៅក្នុងUbuntu server ហ្នឹងតើមាន file ណាខ្លះវាស៊ីទំហំម៉ានធំតូចនេះមួយណាដែលស៊ីធំជាងគេ check មើលនេះលេខកូដរបស់វាCPU ស៊ីម៉ាន%% 0.3 ធំជាងគេហើយយើងមានការរ៉ាំងទៀតដែលយើងធ្វើឲ្យយើងស្រួលមើលហើយយើង Control C មកហើយឈប់ហើយ clear ចេញហើយធ្វើប្រើ top វិញម្ដងនេះក្នុងការបង្ហាញ process ដូចគ្នាឥឡូវយើងធ្វើការ update ជាមុនសិនដើម្បីយើងអាច install មុនយើង install អ្វីមួយថ្មីយើងត្រូវ update មុនដើម្បីទទួល tool ថ្មីឬ framework ថ្មីចូលមកតែបើយើងធ្វើការ upgrade វាអាចមានហានិភ័យច្រើនបើយើង upgrade វាអាចប៉ះពាល់ដល់ server របស់យើងព្រោះ upgrade ទៅអាច upgrade ដោយកូដដល់អីញ៉ៃអាចធ្វើ error ឬក៏ input output មានបញ្ហាអីចឹងវាអាចមានបញ្ហាពិបាកdebug វាពិបាក security មកអីផ្សេង vulnerability អាចមានបញ្ហាគេ hack អីផ្សេងច្រើនអាហ្នឹងតើអ្នកជំនាញខាងហ្នឹងបានគេដឹងថាអ្វីដែលគេត្រូវ update ហើយយើងធ្វើការ upgrade ឥឡូវយើងធ្វើការ update ជាធម្មតាសិនដើម្បីយក tool ថ្មី import password done បើវាអស់អីទេឥឡូវយើងធ្វើការ install tool ថ្មីចូលដែលយើងចង់ឬ tool ដែលយើងចង់ប្រើsudo apt install atop ចេញហើយវាចេញឥឡូវយើងធ្វើការហៅ tool ដែលយើងទៅ install នោះយកមកប្រើសិនហើយឥឡូវបើយើងឧទាហរណ៍យើង install ហើយយើងចង់ uninstall វិញយើងប្រើ sudo atp remove ហើយវាយឈ្មោះដែលប្រភេទដែលយើងចង់ uninstall ទៅអូខេទៅវា uninstall យើងមកយើងនឹងធ្វើការ run អ្វីដែលយើងទៅ install មកហ្នឹង tool ដែលយើង install មកហ្នឹងនេះធ្វើយើងស្រួលមើលជាងមុនស្រួល verify ស្រួល check ស្រួល modify ផ្សេងត្រួតពិនិត្យឬកែប្រែអ្វីមួយតែយើងស្រួលជាក់ភ្នែកតែម្ដងឥឡូវយើងនឹងធ្វើការsearch មើលអ្វីដែលយើងចង់លុបឧទាហរណ៍យើងចុចS3 ទៅដើម្បី search នេះវាចុច S3 យើង search ឧទាហរណ៍បានជាប្រភេទfile គេបើយើងចង់លុប file មួយយើងត្រូវ check មើល file ហ្នឹងហើយយើងទៀត copy
PID ដែល file ដែលយើងចង់លុបឧទាហរណ៍យើងចង់ទុក process ឲ្យមួយអញ្ចឹងយើងត្រូវ copy file ហ្នឹងមកហើយ copy ឧទាហរណ៍9011អញ្ចឹងយើង copy មកឧទាហរណ៍យើងចាំ note ទុក90 19ហើយយើងកត់ចំណាំទុកហើយយើង control C ដើម្បីstop process វាហើយយើងធ្វើការបញ្ឈប់ឬក៏ clear process មួយហ្នឹងយើងដោយប្រើ clear លេខ9យើងត្រូវមានន័យថាយើងខ្ពស់គេបំផុតក្នុងការ stop process មានន័យថាអ្វីទាំងអស់គឺ stop process ទាំងអស់យើងត្រូវចុច9 90 19ហើយយើងអូខេទៅវានឹង stop process ហ្មងហើយយើងនឹងបកស្រាយទេបើអ្នកចង់ធ្វើការ stop បញ្ឈប់ process ហ្នឹងយើងអាចប្រើ command ហ្នឹងបានឥឡូវយើងធ្វើការឆែក RAM នេះ RAM របស់យើងចំនួន4G យកចំនួនប៉ុណ្ណឹងយកទៅចែកជាមួយ1042ឬក៏48ទៅយើងនឹងឃើញចំនួនទំហំរបស់យើងប៉ុន្មានហើយទំហំ total នេះទំហំដែលតនេប៉ុន្មានទំហំដែលបានប្រើប្រាស់ប៉ុន្មានឥឡូវអានេះពិបាកមើលក្នុងផ្នែករបស់យើងបាទតិចបាទអានបាទវិភាគឥឡូវយើងធ្វើការប្រើ command ទៀតក្នុងការដែលយើងអាចសួរងាយស្រួលក្នុងការវិភាគឥឡូវយើងប្រើ command free .h នេះយើងឃើញចំហបាន 74G ហើយបានប្រើកន្លះG តនេ 2G ចិត្តខ្លះតមកយើងធ្វើការឆែកhard drive ទំហំ hard drive យើងរបស់បាន5បានដល់អេទំហំវាបាននេះclear ចេញហើយយើងធ្វើការបង្ហាញគ្រប់ទំហំfile មិនថាយើងប្រើ SD ឬក៏ HDD ឬក៏ hard drive អីក៏ដោយវាបង្ហាញចេញមកទាំងអស់ដែល memory ដែលយើង store នៅក្នុងហ្នឹងហ្មងដែលយើងមានហ្មងL S B L K នេះវាបង្ហាញចេញមកទាំងអស់នេះឃើញមាន swap ជាវាជួយឲ្យយើងក្នុងការmemory ក្នុងការជួយក្នុងការចងចាំ memory របស់យើងវាជួយច្រើននេះរបស់ខ្ញុំអត់មាន swap ផងឥឡូវជំហានបន្ទាប់យើងធ្វើការបង្ហាញIP address ឥឡូវយើង IP address ហ្នឹងយើងដឹងហើយជាអ្វីនេះ IP address វាមានពីររបៀប IP address A ចេញមកដូចគ្នាពីហ្នឹងយើងប្រើមួយណាបាន IP address IPADDR ឬក៏ IPA យកទៅមកក៏បានដែរស្រេចចិត្តយើងពេញចិត្តប្រើមួយណាយើងប្រើមួយនោះទៅអរគុណដែលបានទស្សនា